ម្ចាស់ brand សម្រាប់ធារាត្រូវបានកម្លាំងសមត្ថកិច្ចខេត្តពោធិ៍សាត់ចាប់ឃាត់ខ្លួនឈានដល់ការឃុំខ្លួនបណ្ដោះអាសន្នពាក់ព័ន្ធផលិតផលលាយកែច្នៃគ្រឿងសម្អាងដោយគ្មានច្បាប់អនុញ្ញាតខេត្តពោធិ៍សាត់កម្លាំងសមត្ថកិច្ចនៃស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់បានចាប់ឃាត់ខ្លួនលោកស្រីជួនសុធារាម្ចាស់ក្រុមហ៊ុនសម្រាប់ធារា TD Shop ខលមេឯកកាលពីពេលថ្មីនេះរួចបញ្ជូនទៅកាន់តុលាការខេត្តពោធិ៍សាត់នៅថ្ងៃចាប់ខ្លួនតែម្ដងរួចឃុំខ្លួនជាបណ្ដោះអាសន្នសូមបញ្ជាក់ថាការចុះបង្ក្រាបនេះមិនមែនជាលើកទី1ទេកន្លងមកនៅខេត្តស្វាយរៀងធ្លាប់បានចុះចាប់និងបិទទីតាំងឃ្លាំងផលិតគ្រឿងសម្អាងសម្រាប់ធារាម្ដងរួចហើយប៉ុន្តែក្រុមហ៊ុនមិនញញើតនឹងផ្លូវច្បាប់បន្តិចឡើយដោយបន្តចែកចាយគ្មានច្បាប់អនុញ្ញាតលើទីផ្សារ25ខេត្តក្រុងមិនខ្វល់ខ្វាយពីអំពើទុច្ចរិតរបស់ខ្លួនទាល់តែសោះឡើយដោយអាងថាមានលុយច្រើនគិតថាមិនមានអ្នកណាធ្វើអ្វីកើតដោយបាត់ល្មើសកើតឡើងជាបន្តបន្ទាប់នៅខេត្តពោធិ៍សាត់ឯនេះវិញទើបថ្មីនេះសមត្ថកិច្ចបានចុះបង្ក្រាបជាមួយមន្ត្រីជំនាញហើយបានរកឃើញថាផលិតផលទាំងនោះផលិតដោយគ្មានស្តង់ដារបច្ចេកទេសនិងគ្មានច្បាប់អនុញ្ញាតត្រឹមត្រូវបច្ចុប្បន្នតំណាងអัยការអមសាលាដំបងខេត្តពោធិ៍សាត់ចោទប្រកាន់ហើយចៅក្រមស៊ើបសួរបានសម្រេចឃុំខ្លួនលោកស្រីជួនសុធារាម្ចាស់ក្រុមហ៊ុនសម្រាប់ធារាជាបណ្ដោះអាសន្ននិងបន្តចាត់ការតាមនីតិវិធីច្បាប់ពាក់ព័ន្ធក្នុងករណីនេះអង្គភាពមជ្ឈមណ្ឌលព័ត៌មាននគរវត្តនៅយប់ថ្ងៃទី14ខែមីនាឆ្នាំ2025បានសួរទៅកាន់លោកឧត្តមសេនីយ៍តូសថេតស្នងការនគរបាលខេត្តពោធិ៍សាត់ផងដែរថាតើមន្ត្រីនគរបាលយុត្តិធម៌បង្ក្រាបដោយឯងតាមរយៈការស្រាវជ្រាវមានតម្រុយពីរដ្ឋភាពនៃបទល្មើសផលិតផលកូលាយកែច្នៃគ្រឿងសម្អាងដោយគ្មានច្បាប់អនុញ្ញាតឬតាមដីកាតុលាការលោកបានបញ្ជាក់ថារឿងនេះខ្ញុំបានបំភ្លឺហើយហេតុអ្វីនៅសួរបើចង់ដឹងច្បាស់ខេត្តពោធិ៍សាត់ខ្ញុំក៏ចង់ជួបដែរលោកបន្តថាខ្ញុំមិនឆ្លើយទេបើចង់ដឹងមកខេត្តពោធិ៍សាត់មក